ចាលោកនៅនាងជាទីមេត្រីចំពេលដែលរដ្ឋាភិបាលគ្រួសារហ៊ុនមិនប្រើយន្តការអន្តរជាតិដើម្បីទប់ទល់នឹងបរទេសឈ្លានពានទឹកដីនេះមានបទពិសោធន៍កិច្ចការព្រំដែនពីគណៈបកសង្គ្រោះជាតិលោកអ៊ុំសំអានបញ្ចេញវីដេអូឯកសារបញ្ជាក់ថាប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំនិងប្រាសាទតាក្របីជារបស់ខ្មែរនេះបើតាមវីដេអូដែលលោកអ៊ុំសំអានបង្ហោះលើ Facebook របស់លោកនៅថ្ងៃទី17មិនិនានេះដោយបានរំលឹកថាវីដេអូឯកសារពិសេសនេះកូនខ្មែរត្រូវតែយល់ដឹងដោយបញ្ជាក់ថាវីដេអូឯកសារដែលលោកបានបង្ហោះនេះផលិតដោយអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីក្នុងឆ្នាំ2011ពោលគឺក្រោយ3ឆ្នាំដែលកម្ពុជាផ្ទុះអាវុធជាមួយថៃនៅក្នុងឆ្នាំ2008លោកអ៊ុំសំអានធ្លាប់អះអាងថាបច្ចុប្បន្នប្រាសាទតាមាន់តូចត្រូវបានភាគីថៃដណ្ដើមយកទៅគ្រប់គ្រងទាំងស្រុងដោយឡែកប្រាសាទតាក្របីនិងប្រាសាទតាមាន់ធំដាក់ទ័ពត្រួតត្រារួមគ្នាលោកអ៊ុំសំអាននិយាយថាលោកឡាំជាធ្លាប់និយាយថាផែនទីពណ៌លឿងគឺជាប្លង់ទីតាំងបង្គោលបារាំងទី23ដែលផលិតដោយក្រុមបច្ចេកទេសចម្រុះដែលកំណត់ព្រំដែនរវាងឥណ្ឌូចិនកម្ពុជានិងសៀមបញ្ជាក់យ៉ាងច្បាស់ថាប្រាសាទតាមាន់តូចនិងប្រាសាទតាមាន់ធំស្ថិតនៅក្នុងទឹកដីកម្ពុជាប្រៀបធៀបនឹងបន្ទាត់ព្រំដែនលោកឡាំជាបច្ចុប្បន្នជារដ្ឋមន្ត្រីនៃរដ្ឋលេខាធិការកិច្ចការព្រំដែនតាមវីដេអូឯកសារនិយាយជាភាសាបារាំងបកប្រែខ្មែរបានពន្យល់ថាតាមផែនទីបារាំងប្រាសាទទាំង3គឺប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំនិងប្រាសាទតាក្របីស្ថិតនៅយ៉ាងពិតប្រាកដនៅក្នុងទឹកដីកម្ពុជាដោយយោងតាមផែនទីបារាំងគូនៅក្នុងឆ្នាំ1908តាមសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907ផែនទីនេះជាលទ្ធផលការងាររបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិននិងសៀមតាំងពីឆ្នាំ1908ហើយប្រទេសថៃខ្លួនឯងបានទទួលស្គាល់ហើយផែនទីនេះបង្ហាញយ៉ាងច្បាស់ថាប្រាសាទទាំង3ស្ថិតនៅយ៉ាងពិតប្រាកដនៅក្នុងទឹកដីនិងអធិបតេយ្យភាពរបស់យើងលោកគូបញ្ជាក់ថាបញ្ហានេះបើកម្ពុជាប្តឹងថៃករណីប្រាសាទទាំង3ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដោយយោងតាមសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907និងផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំងសៀមឆ្នាំ1907នោះកម្ពុជានឹងឈ្នះថៃ 100% ដោយករណីប្រាសាទព្រះវិហារបើតាមលោកអ៊ុំសំអានប្រាសាទតាមាន់ធំនិងប្រាសាទតាក្របីកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី1ក្នុងសតវត្សទី11ហើយប្រាសាទតាមាន់តូចកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី7ក្នុងសតវត្សទី12សៀមដែលបានភៀសខ្លួនមកពីប្រទេសចិនទើបតែបង្កើតប្រទេសសៀមក្នុងចុងសតវត្សទី13និងដើមសតវត្សទី14ដូច្នេះប្រទេសសៀមកើតឡើងក្រោយប្រាសាទទាំង3នេះបានកសាងឡើងលោកថាហេតុនេះជនជាតិថៃថាប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីត្រូវបានបុព្វបុរសខ្លួនសាងសង់និងបន្សល់ទុកឲ្យគឺជាការបំភ្លៃប្រវត្តិសាស្ត្រសៀមមិនចេះកសាងប្រាសាទទេសៀមចេះតែកសាងវត្តអារាមតែប៉ុណ្ណោះក្នុងសម័យសង្គ្រាមស៊ីវិលទសវត្សរ៍ទី80ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីត្រូវបានគ្រប់គ្រងដោយរណសេរីរំដោះប្រជាពលរដ្ឋខ្មែររបស់លោកតាសឿនសានហើយគ្មានវត្តមានទាហានថៃនៅប្រាសាទទាំង3នេះទេលោកថាសពថ្ងៃនេះថៃមិនគ្រាន់តែគ្រប់គ្រងកោះកុដរបស់ខ្មែរនោះទេថៃថែមទាំងកំពុងគ្រប់គ្រងរួមជាមួយខ្មែរនៅប្រាសាទតាមាន់ធំនិងប្រាសាទតាក្របីដោយថៃកំពុងគ្រប់គ្រងប្រាសាទតាមាន់តូចទាំងស្រុងសម្រាប់លោកអ៊ុំសំអានរដ្ឋាភិបាលខ្មែរត្រូវតែប្តឹងថៃទៅតុលាការអន្តរជាតិក្រុងឡាអេករណីកោះកុដប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របី